ម៉ូតូគប់នេះមិនមែនតែទិញថ្មីមកនេះប្រភេទម៉ូតូចាស់យករៀបចំតឡើងពណ៌ថ្នាំឡើងវិញម៉ូតូចាស់គាត់គឺប្រភេទចិត្តចាក់ចាន់ពណ៌ទឹកប៊ិចឥឡូវយករៀបចំពណ៌ថ្នាំឡើងវិញតឡើងប្រភេទពណ៌ត្រៃអ៊ីរៀងបែកពណ៌តិចនៅពេលចាំងថ្ងៃមកចាំមើលខ្ញុំថតសកម្មភាពពេលម៉ូតូចាស់ជូនបងមើលម៉ូតូនេះហុកមុនជួសជុលមកគឺសភាពចាស់ខ្លាំងហើយពុកផុយខ្លាំងបងតាក់ទងទៅនឹងសាច់ដែកដោយសារបងចាំទៅគាត់ជិះយូរឆ្នាំដែរហើយតាក់ទងទៅនឹងផ្នែកកតុយផ្នែកតួហ្នឹងគឺយើងរៀបចំខ្វៀលសាច់ដែកចេញឲ្យស្អាតតាក់ទងទៅនឹងសាច់ដែកគឺយើងរៀបចំធ្វើថ្មីបងហើយចាំមើលនៅពេលដែលរួចរាល់ចាំមើលខ្ញុំធ្វើវីដេអូជូនបន្ថែមទៀតបងតាក់ទងទៅនឹងម៉ូតូហ្នឹងតើធ្វើឲ្យស្អាតប៉ុណ្ណាបងអូខេបងម៉ូតូគប់នេះយើងរៀបចំពណ៌ថ្នាំឲ្យប្រភេទពណ៌ត្រៃអ៊ីរៀងបែកពណ៌ទីមើលមកស្អាតឡាយជាមួយពណ៌ខ្មៅហើយតាក់ទងទៅនឹងម៉ាស៊ីនគឺរៀបចំដាក់ភាពម៉ាស៊ីន125តោនេះឆេះមកមើលទៅភ្លើងមកឆេះតោនេះបើយើងនៅឆ្ងាយទៀតអត់ដឹងឆេះមកឆេះស្ងាត់ល្អហើយតាក់ទងទៅនឹងផ្នែកម៉ាស៊ីនគឺយើងមានការធានាជូនមកបងគឺអត់ហុយអត់លាត់តាក់ទងទៅនឹងកាយគឺយើងធានាជូនមកបងជីទៅអត់ភ្លងជីទៅអត់ញ័រណារៀបចំឲ្យมันស្អាតជាងមើលទៅផ្ទះស្ដែងណាហើយតាក់ទងទៅនឹងម៉ូតូនេះប្រភេទម៉ូតូចិត្តចាក់ច័ន្ទឥឡូវយកមកតឡើងពណ៌ប្រភេទពណ៌ត្រៃអ៊ីរៀងបែកពណ៌ផ្លេទីមកបងហើយតាក់ទងទៅនឹងម៉ាស៊ីនគឺតឡើងប្រភេទម៉ាស៊ីន125ប្រើ4លេខគឺងាយស្រួលក្នុងការជិះហ្មងហើយឡាយពណ៌ខ្មៅតិចមកមើលស្អាតខ្មៅជាមួយនឹងពណ៌ត្រៃអ៊ីមើលមកស្អាតហ្មងហើយតាក់ទងទៅនឹងភ្លើងហ្នឹងគឺភ្លឺល្អហ្មងអានេះករ៉ង់ទីហ្មងបើយើងនៅឆ្ងាយទៀតអត់ដឹងឆេះហ្មងហើយតាក់ទងទៅនឹងសលេងម៉ាស៊ីនគឺធានាជូនហ្មងគឺអត់ហុយអត់លាន់ណាបងដូរដាក់ភាពម៉ាស៊ីន125គឺយើងមានការធានាជូនម៉ូតូនេះលេងតាមលទ្ធភាពហ្មងបើយើងលេងមកគ្រឿងស៊ីនទាំងអស់វាចំណាយច្រើនឬក៏អបដៃនេះយើងប្រើប្រភេទបោះថ្មីណាយើងសេវលុយខ្លះណានៅកុងទ័រមួយទៀតបងចាំទៅថាមួយរយៈទៀតបដូរចេញហើយតាក់ទងទៅនឹងអបដៃយើងប្រើបោះថ្មីយើងធ្វើលើតាមលទ្ធភាពហ្មងបងដែលជិះប្រភេទម៉ូតូចាស់ចាស់បងចង់យកមករៀបចំឡើងវិញបងអាចតាក់ទងបានហើយប្រភេទម៉ូតូស៊េរីចាស់ចាស់ខ្ញុំបញ្ជាក់ជូនបងធ្វើរយៈពេល1ខែទៅ1ខែជាងបងដោយសារប្រភេទម៉ូតូហ្នឹងយើងធ្វើប្រឹកព្រៀងទៀតប្រភេទម៉ូតូគប់ឬក៏សង់តែមឆេះសង់ស៊េរីចាស់ហ្នឹងបើយើងធ្វើប្រញាប់ធ្វើអត់ស្អាតទេបងហើយតាក់ទងទៅនឹងបងចង់យកមកកែម៉ាស៊ីនក៏បានបងចង់យកមកឡើងកន្លែងក៏បានបងចង់យកមករៀបចំតឡើងពណ៌ថ្នាំក៏បានបងប៉ុន្តែគ្រាន់តែមុនមកបងណាត់មុនណាបងហើយសលេងម៉ាស៊ីនគឺយើងឲ្យឆេះស្ងាត់ល្អជាងបងម៉ូតូនេះស្អាតបងនៅក្រៅស្អាតអានេះយើងទៅលាងទឹកហើយនៅប៉ូលីបន្ថែមទៀតគឺឲ្យបងម្ចាស់តូគាត់មកយកបានបងហើយម៉ាស៊ីនគឺឆេះស្ងាត់ជាងបងអានេះភ្លើងឆេះបងយើងនៅយ៉ាងឆ្ងាយអត់ដឹងឆេះស្ងាត់ល្អអញ្ចឹងបងមានតម្រូវការប្រភេទម៉ូតូស៊េរីចាស់ចាស់ចង់មកទិញអារម្មណ៍ចង់និយាយថាយើងចង់មកទិញអារម្មណ៍កាលពីយើងធ្លាប់ជិះម៉ូតូហ្នឹងយើងមកទិញអារម្មណ៍ឡើងវិញពីយើងយករៀបចំពណ៌ថ្នាំឡើងវិញមកលេងម៉ាស៊ីនបន្ថែមគឺក្តីសុខហ្នឹងបងខ្លះគាត់ចូលចិត្តកាលណាគាត់ stress គាត់ចូលចិត្តលេងម៉ូតូអញ្ចឹងម៉ូតូកាលណាយើងលេងធ្វើឲ្យអារម្មណ៍យើងទីមួយយើងវា relax ដែរអ្នកខ្លះគាត់ចំណូលចិត្តលេងម៉ូតូទៅបងខ្លះគាត់ចំណូលចិត្តលេងឡានទៅអញ្ចឹងណាបងតាមលទ្ធភាពជាក់ស្ដែងហើយម៉ូតូនេះគឺបងម្ចាស់ម៉ូតូគាត់នៅតំបន់ភ្នំគាត់រៀបចំឲ្យដាក់កម្មដឹកនេះគាត់ជិះនៅតំបន់ភ្នំគាត់ត្រូវការដឹកត្រូវការអីអញ្ចឹងបងហើយតាក់ទងទៅនឹងតាមគឺយើងលេងប្រភេទចាក់អាចារ្យដែរប៉ុន្តែគាត់យើងតឡើងទៅកាយអញ្ចឹងមកមើលមកស្អាតហើយម៉ាស៊ីនគឺលេងដាក់ប្រភេទម៉ាស៊ីន125គឺងាយស្រួលក្នុងការជិះចាំខ្ញុំញាក់ហ្គាជូនបងមើលម្ដងទៀតតោះនេះនៅលេងបន្ថែមទៀតមកដោយសារបងចាំតោគាត់លេងតាមលទ្ធភាពណានេះស្ទុះល្អមូលហើបហ្មងយើងដាក់ម៉ាស៊ីន125អញ្ចឹងយើងទៅតំបន់ភ្នំទៅនិយាយទៅបងនៅតាមខេត្តគឺងាយស្រួលក្នុងការជិះហើយអត្ថប្រយោជន៍ពួកហ្នឹងមួយទៀតបងគឺជិះនៅពេលដែលយើងជិះចាស់យ៉ាងម៉េចក៏អត់ជិះលេចឡាក់ដែរប្រភេទពួក125គឺវាទី1វាខ្លាំងហើយទី2ខាងកាតាឆ្វេងគឺវាអត់ចេះលេចឡាយទេគឺស្ងួតល្អអញ្ចឹងបងអញ្ចឹងបងជិះម៉ូតូស៊េរីចាស់ចាស់បងចង់យករៀបចំពណ៌ថ្នាំឡើងវិញចង់មកឡើងកម្លាំងម៉ាស៊ីនម៉ូតូឬក៏ចង់យកមកដូរម៉ាស៊ីនម៉ូតូបងអាចតាក់ទងបានហើយខ្ញុំបញ្ជាក់ជូនបងតាក់ទងទៅនឹងកែម៉ាស៊ីនគឺយើងមានការធានាជូនគឺជិះអត់ឃ្លោងជិះអត់ញ័រណាធានាជូនបងគឺនឹងល្អអញ្ចឹងបងមានតម្រូវការបងអាចតាក់ទងតាមលេខទូរស័ព្ទ3ខ្សែបានបងឆាតអត់សូវបានឆ្លើយតបបងទេតាមលេខទូរស័ព្ទលឿនជាងអរគុណច្រើនបងស្ងាត់ល្អបងស្ងាត់ឈឹងម៉ូតូនេះ